ស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំតោះទៅលេងទំនប់មួយមករាទាំងអស់គ្នាមុននឹងទៅដល់ទំនប់មួយមករាគឺខ្ញុំត្រូវជិះម៉ូតូឆ្លងកាត់ទឹកស្អាតជាមុនសិននិយាយទៅគឺខ្ញុំអ្នកនៅនឹងផ្ទាល់តែម្ដងតែបើសួរថាខ្ញុំអាសាមកអត់គឺអត់សូវអាសាមកទេយូរគឺមកម្ដងមុនដែលគាត់នៅកំពង់ថ្មគឺគាត់ស្គាល់ច្បាស់ហ្មងទំនប់មួយមករាដោយសារអីឥឡូវគឺគេទើបតែសាងសង់ស្ពានថ្មីនៅនឹងអញ្ចឹងណាបើកលែងមកមើលទេសភាពតាមផ្លូវវិញគឺស្អាតខ្លាំងមែនតើសំខាន់ណាមានខ្យល់បក់មកតែជាជាពិសេសបងនៅដែលគាត់ចង់ដើរលេងពេលល្ងាចចង់ឲ្យស្រស់ស្រាយអញ្ចឹងណាបងអាចមកទំនប់មួយមករាបានពេលដែលខ្ញុំមកនេះគឺខ្ញុំមកនៅពេលព្រឹកទេបងតែបើសិនជាមកពេលល្ងាចគឺមនុស្សច្រើនសំខាន់យើងអាចមើលថ្ងៃលិចបានទៀតខ្ញុំអត់ចេះតែនិយាយទេណាគឺខ្យល់មកត្រជាក់មែនតើមើលទៅសក់ខ្ញុំទៅដឹងហើយគឺប៉ើងពេញនឹងហ្មងចាគឺមានទេសភាពទឹកហូរនិយាយទៅបើមើលនៅក្រៅគឺស្អាតខ្លាំងមែនតើពេលហ្នឹងខ្ញុំក៏បានឈប់ម៉ូតូថតរូបថតអីចឹងណាបងនិយាយទៅគឺខ្ញុំ recommend ខ្លាំងមែនតើសម្រាប់បងអូនពូមីងណាដែលគាត់ទៅនេពេលល្ងាចឡើងក៏អត់ដឹងទៅណាចឹងណាគឺគាត់អាចមកលេងនៅទំនប់មួយមករាបានហើយសម្រាប់បងណាដែលគាត់ធ្លាប់មកហើយបងអាចចូល comment នៅក្នុងវីដេអូខ្ញុំបានចាបើកលែងមកមើលខ្ញុំវិញគឺសុបាយអខ្លាំងមែនតើគឺរត់ផងសើចផងដោយសារតែទេសភាពក៏ដូចជាខ្យល់មកត្រជាក់ធ្វើឲ្យយើងស្រស់ស្រាយតែម្ដងហើយនៅនឹងក៏មានបងអ៊ំពូគាត់មកនេសាទនៅនឹងដែរវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងអរគុណជម្រាបលា